ក្រោយមហាជនរិះគន់មិនសំចៃមាត់ពីនេះនារីរូបស្រស់ដែលមើងងាយអ្នកបើកកង់3រឿងធំក្លិនខ្លួនចេញមុខសុំទោសហើយវីដេអូនេះខ្ញុំចេញមកសុំទោសទៅដល់បងប្អូនទាំងអស់គ្នាដែលមិនសមឲ្យខ្ញុំបានផុសតាក់ទងជាមួយនឹងខ្ញុំបានជិះ Grab ជាមួយនឹងពូម្នាក់ដែលគាត់មានក្លិនខ្លួនហើយខ្ញុំក៏បានយកវាទៅផុសហើយក៏បានដាក់ caption ថាក្លិនខ្ទឹមបូកជាមួយនឹងទឹកអប់ជំនាញផ្ទះនារីរូបស្រស់វ័យក្មេងម្នាក់ដែលបានបង្ហោះវីដេអូលក្ខណៈមើងងាយលើអ្នកបើកបរកង់3ថាមានក្លិនខ្លួនមិនល្អធំក្លិនខ្ទឹមនិងទឹកអប់ជំនាញផ្ទះបានចេញវីដេអូសុំទោសជាសាធារណៈហើយក្រោយមហាជនអ្នកលេងបណ្ដាញសង្គមបាននាំគ្នារិះគន់នារីរូបនេះដោយមិនសំចៃមាត់ថានារីរូបនេះមើងងាយអ្នកក្រយ៉ាងណាស្របពេលដែលមហាជនអ្នកលេងបណ្ដាញសង្គមបានឃើញវីដេអូនារីរូបនេះដែលបង្ហាញពីសកម្មភាពពេបជ្រាយមើងងាយអ្នករត់កង់3បែបនេះមានអ្នកខ្លះបានលើកឡើងថាអាណិតពូកង់3ណាខំដើម្បីជីវភាពពីព្រឹកដល់យប់មិនបានងូតទឹកហើយត្រូវបានគេខ្ពើមរហូតដល់ថ្នាក់ថតវីដេអូហើយផុសថាធំខ្ទឹមលាយជាមួយនឹងទឹកអប់ជំនាញផ្ទះឃើញទៅចិត្តពេកអ្នកខ្លះប្រាប់ថាទិញឡានជិះទៅបើមិនចង់មានក្លិនទាំងនេះព្រោះពូគ្មានពេលងូតទឹកមួយថ្ងៃ3-4 ដងនោះទេស្របពេលដែលឃើញមហាជនអ្នកលេងបណ្ដាញសង្គមនាំគ្នារិះគន់បែបនេះនារីរូបស្រស់រូបនេះក៏បានចេញវីដេអូសុំទោសនិងបានធ្វើការបកស្រាយថាពេលឡើងលើកង់3ភ្លាមគឺធំក្លិនក្លៀកខ្លាំងពេកទើបផតបង្ហោះនារីរូបនេះបានបន្តថាខ្លួនគ្មានបំណងរើសអើងឬមើងងាយដល់អ្នករត់កង់3នោះឡើយវីដេអូនេះខ្ញុំចេញមកសុំទោសទៅដល់បងប្អូនទាំងអស់គ្នាដែលមិនសមឲ្យខ្ញុំបានផុសតាក់ទងជាមួយនឹងខ្ញុំបានជិះ Grab ជាមួយនឹងពូម្នាក់ដែលគាត់មានក្លិនខ្លួនហើយខ្ញុំក៏បានយកវាទៅផុសហើយក៏បានដាក់ caption ថាក្លិនខ្ទឹមបូកជាមួយនឹងទឹកអប់ជំនាញផ្ទះហើយខ្ញុំក៏ទទួលបានការជេរប្រមាថមើងងាយខ្ញុំច្រើនមែនតើនៅក្នុងវីដេអូហ្នឹងព្រឹកម្សិលមិញម៉ោង7ជាងខ្ញុំជិះទៅផ្សារទិញអីវ៉ាន់មកវិញម៉ោង8ជាងខ្ញុំ booking Grab ចំគាត់គ្រាន់តែខ្ញុំចូលទៅដល់ Grab ភ្លាមគឺឈួលខ្លាំងហ្មងឈួលក្លិននឹងខ្លាំងហ្មងបងខ្ញុំអត់តបានអង្គុយគ្រាន់តែចូលគឺធំក្លិននឹងខ្លាំងហ្មងហើយខ្ញុំដាក់ caption បែបហ្នឹងដោយសារតែខ្ញុំចង់ឲ្យបងសម័យក្លិនថាទឹកអប់ជាមួយនឹងក្លិនខ្លួនរបស់គាត់ហ្នឹងគឺវាពិបាកទ្រាំខ្លាំងមែនបងព្រោះក្លិនបែបខ្ទិះបែបម្សៅហើយពេលអញ្ចឹងទៅខ្ញុំអត់ស្រួលខ្លួនបងឃើញប្រេងខ្យល់របស់ខ្ញុំហ្នឹងគឺខ្ញុំអត់ស្រួលខ្លួនហើយនៅក្នុងវីដេអូហ្នឹងខ្ញុំអត់បានគិតថាខ្ញុំរើសអើងគាត់មើងងាយគាត់អីដែរបងប៉ុន្តែខ្ញុំផុសជាសាធារណៈដោយសារតែខ្ញុំគិតថាបើសិនជាគាត់អនាម័យក្លិនខ្លួនក៏ល្អសម្រាប់គាត់ដែរព្រោះខ្ញុំជាភ្ញៀវខ្ញុំជិះជាមួយគាត់គឺខ្ញុំទទួលយកអត់បានហ្មងកាត់ព្រឹកបងកាត់ព្រឹកម៉ោង8ជាង9 13នាទីខ្ញុំដល់ផ្ទះហើយពូគាត់ក៏មិនមែនចាស់ខ្លាំងដែរគាត់អាយុអាចនឹងចូល30ជាងបងអាយុចូល30ជាងហើយក្លិនខ្លួនរបស់គាត់ហ្នឹងគឺខ្ញុំអាចដឹងដូចគ្នាដែរថាក្លិនខ្លួនគឺក្លិនខ្លួនគាត់ហ្មងមិនមែនគាត់បែកញើសទេព្រោះកាត់ព្រឹកខ្ញុំជិះកាត់ព្រឹកគាត់អត់មានញើសបែកទេបងព្រោះព្រឹកមិនភ្លៀងទៀតអញ្ចឹងខ្ញុំនិយាយជាសាធារណៈខុសសាធារណៈក៏ខ្ញុំខុសដែរដោយសារខ្ញុំនិយាយពាក្យសម្ដីនឹងកាយវិការអត់សមរម្យទៅកាន់អញ្ចឹងខ្ញុំសូមទោសទៅដល់ពូ Grab ម្ដងទៀតជាមួយនឹងបងដែលមានប៉ាម៉ាក់រត់ Grab ខ្ញុំពិតជាសូមទោសចេញពីចិត្តខ្ញុំអត់បានរើសអើងមើងងាយគាត់ទេខ្ញុំដឹងដូចគ្នាបងខ្ញុំពិតជាដឹងមែនហើយខ្ញុំពិតជាទទួលកំហុសខ្ញុំពិតជាសុំទោសហើយខ្ញុំទទួលកំហុសនៅក្នុងវីដេអូហ្នឹងសង្ឃឹមថាបងនឹងទទួលយកការសុំទោសរបស់ខ្ញុំដូចគ្នាបងអរគុណ